សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកពាក្យដែលតាក់ទងជាមួយនឹងសម្លៀកបំពាក់មកបង្ហាញបងប្អូនបាទអញ្ចឹងបងប្អូនមើលពាក្យនេះគឺយើងអានថា shoe បាទ shoes ប្រែថាស្បែកជើងណា shoes sock បាទ socks ស្រោមជើងបាទអានថា socks shirt អាវ shirt បាទអាវនេះអាវដៃខ្លីឬមួយក៏អាវដៃវែងអាវកាត់ជើងធម្មតាណាយើង shirt t-shirt អាវយឺត t-shirt pants ខោ pants shorts ខោខ្លី shorts បាទ shorts ខោខ្លីពាក្យ shorts បើសិនអត់មាន s ទេគឺមានតែខ្លីណាប្រវែងអីមួយខ្លីចឹងទៅតែមាន s គឺសំដៅយកខោខ្លីខោជើងខ្លី shorts បាទខោខ្លី dress រ៉ូបបាទ dress បាទរ៉ូបស្រី skirt សំពត់ skirt បាទអានថា skirt jacket អាវធំបាទ jacket coat អាវក្រៅបាទអាវក្រៅនេះអាចការពារភ្លៀងបានកម្ដៅថ្ងៃបានណា coat បាទអានថា coat belt ខ្សែក្រវ៉ាត់ belt hat មួក hat បងប្អូនមើលនេះជាប្រយោគ I am wearing a shirt ខ្ញុំពាក់អាវ I am wearing a shirt បាទ wearing ហ្នឹងពាក់ shirt ហ្នឹងអាវអញ្ចឹង I am wearing a shirt មានន័យថាកំពុងតែស្លៀកពាក់ឥឡូវហ្នឹង I am wearing a shirt He is wearing a jacket គាត់ពាក់អាវធំ He is wearing a jacket បាទ jacket ហ្នឹងអាវធំ He is wearing a hat គាត់ពាក់មួក He is wearing a hat បាទ hat ហ្នឹងគឺប្រែថាមួក She is wearing a dress នាងស្លៀករ៉ូប She is wearing a dress បាទ she នាង wearing នេះស្លៀក a dress ហ្នឹងគឺរ៉ូប She is wearing a coat បាទនាងពាក់អាវក្រៅ She is wearing a coat បាទ coat នេះអាវក្រៅបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺបងប្អូនបានសិក្សាពាក្យដែលតាក់ទងជាមួយនឹងសម្លៀកបំពាក់បាទអរគុណបងប្អូនដែលបានតាមដាននៅការបង្រៀនភាសាអង់គ្លេសសូមចុចលើប៊ូតុង Subscribe និងសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបាទសូមជម្រាបលាសូមអរគុណ